អូខេសួស្តីអ្នកនរគ្នាអញ្ចឹងវីដេអូហ្នឹងខ្ញុំ record ខ្លីៗទៅលើអីដែលយើងរៀនពី session ទី3ណាអញ្ចឹងដូចស្លាយខ្ញុំកំពុងតែ share នេះអញ្ចឹងទីមួយយើង review homework ទាំងអស់គ្នាហើយ objective ដែលយើងធ្វើ homework ហ្នឹងគឺដើម្បីឲ្យអ្នកនរគ្នារៀនពី dual analysis មាន dual axis analysis មានន័យថាយើងធ្វើឆាតដែលមាន axis 2ហើយយើងបញ្ចូល visual បានលើសពីមួយ measure ហើយយើង compare វានៅក្នុង visualization តែមួយdata set របស់យើងសម្រាប់ homework ហ្នឹងគឺ video game អញ្ចឹងអ្នកដែលអត់បានធ្វើហើយអត់បានចូលរួម session ហ្នឹងអាច review វីដេអូហ្នឹងឡើងវិញបន្ទាប់មកយើងធ្វើពាក់ព័ន្ធជាមួយនឹង bin grouping parameter ហើយយើងធ្វើ forecasting ហើយសម្រាប់យើងក៏ explore ទៅលើ visualization ធ្វើ customize color ផ្សេងទៀតហើយដូចនៅក្នុង slide នេះអញ្ចឹងខ្ញុំបានបង្ហាញគឺយើងនឹង explore ទៅលើ per quick calculation ក្នុង table យើង customize per color ហើយយើង explore date per weekday date ជាដើមបន្ទាប់មកអានេះដែលយើង set time block ទៅលើ data set របស់យើងមានន័យថាដោយសារ data set របស់យើងហ្នឹងគឺនិយាយពី business មួយឈ្មោះ DV Bike គេដាក់កង់ឲ្យជួលតាមទីសាធារណៈណាហើយអញ្ចឹងយើង analyze ថាតើគេជួលពេលព្រឹកច្រើនពេលល្ងាចពេលថ្ងៃឬពេលយប់ច្រើនអញ្ចឹងទៅយើងនឹងធ្វើ segmentation ដាក់ grouping ឲ្យទៅម៉ោងឬក៏ date របស់យើងហ្នឹងថាតើពេលពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន afternoon ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានយើងហៅថា evening ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានយើងហៅ morning អញ្ចឹងណាហើយយើង customize លើ legend យើង change color មិនអីមិនអឺ visual ទី3គឺយើង explore ទៅលើ bubble chat អញ្ចឹងនៅក្នុង session beginner នេះគឺខ្ញុំគ្រាន់តែបង្ហាញ static bubble chat ទេប៉ុន្តែគ្រាន់ចង់ឲ្យអ្នកនរគ្នាដឹងថានៅក្នុង Tableau bubble chat វា very flexible ហើយយើងអាចប្រើ measure ច្រើននៅក្នុងហ្នឹងយើងអាចorganize visualization របស់យើងហ្នឹងឲ្យវា appear ទៅតាមអីដែលយើងត្រូវការណាដូចក្នុងករណីនេះយើងមើលទៅលើ distribution របស់ការជួលកង់ហ្នឹងតែយើងមើលជា weekday ហើយយើងមើលជា hour split ទៅ hour level ទៀតអញ្ចឹងបានយើងឃើញ pattern អញ្ចឹងអាហ្នឹងជា visualize ទី3របស់យើងហើយដូចខ្ញុំនិយាយប្រាប់គ្នាយើងពី session ទី3អញ្ចឹង bubble chat យើងអាចធ្វើវា very dynamic បានណាហ្នឹងនៅក្នុង advanced tableau យើងនឹងរៀនអាហ្នឹង session ក្រោយទៀតបាន include ថានៅពេលដែលយើងយក cursor មកដាក់លើ bubble មួយ bubble ហ្នឹងវា pop up ធំទូចចឹងណាហើយ gray out bubble ផ្សេងទៀតចឹងទៅឬមួយក៏tool tip របស់វាហ្នឹង pop up ចេញមកនៅពេលយើងយក cursor មកដាក់លើ bubble មួយហើយ tool tip ហ្នឹងវាមាន chart មាន graph របស់វានៅក្នុងហ្នឹងទៀតអាហ្នឹងវាជា advanced feature យើង customize ហ្នឹងក្រោយពីយើងធ្វើ visualization ហ្នឹងហើយយើងនឹង build dashboard យើងនឹងសិក្សាថាយក image ដាក់ចូលក្នុង dashboard មិនយើង insert sheet ដែលយើង build ហើយហ្នឹងចូលមកក្នុង dashboard ហ្នឹងមិនហើយយើងរៀនពីធ្វើឲ្យ filter ហ្នឹងវានិយាយគ្នាបានវាស្គាល់គ្នាហ្នឹងហើយវាយើងប្រើ feature យើង select លើ filter មួយវា filter visual របស់យើងទាំងអស់ឬមួយក៏យើង filter ទៅលើ visual ណាមួយ visual ផ្សេងទៀតវា filter តាមអាហ្នឹងយើងធ្វើឲ្យ visualization របស់យើងហ្នឹងវា dynamic អូខេតពី break យើងរៀនទៅលើ bin age bin ដោយសារតែ data set នៅក្នុងsession 3 នេះយើងអាចធ្វើ specifically បានទេតែអ្នកនរគ្នាអាចប្រើ homework 3 data set ហ្នឹងហើយ practice អីដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះធ្វើតាមនឹងបានដើម្បីបង្កើត bin
ហើយយើងនឹងធ្វើ age group យើង customize name of group មួយអាហ្នឹងក៏អីដែលអ្នកនរគ្នាត្រូវធ្វើនៅក្នុង homework ហ្នឹងដែរហើយសួរថាgroup មួយ bin ហ្នឹងខុសគ្នាមិនបើមើលទៅយើងដូចជាអឺដូចគ្នានឹង group ហ្នឹងដែរហ្នឹងយើងឧទាហរណ៍បើសិនជាអាយុយើងមើលក្នុង visualization នេះគឺវាធ្វើ5 bin អឺ bin ក្នុងមួយមាន5អាយុថា15ឆ្នាំមានមកតសបន្ទាប់មកពី15ឆ្នាំទៅ20ឆ្នាំពី20មក25ឆ្នាំមកតសអញ្ចឹងណាពី25ឆ្នាំមក30ឆ្នាំមានមកតសទៀតអញ្ចឹងអាហ្នឹងគឺវាធ្វើ bin ហើយគ្រប់គឺដូចគ្នាដែរមើលទៅឧទាហរណ៍ករណីនេះក្នុង screenshot របស់ខ្ញុំគឺយើងមើលទៅលើការ download អ៊ីនធឺណិតប្រើជា gigabyte អញ្ចឹងយើងចង់មើលថាតើ customer ដែល download អ៊ីនធឺណិតតិចជាង5 GB រហូតមក5មកក្រុម10ហើយ10 GB ហើយធំជាង10 GB អញ្ចឹងវាប្រហែលគ្នានឹងយើងធ្វើបើនិយាយខ្មែរយើងទៅធ្វើជាក្រុមអញ្ចឹងណាយើងមើលម្ដងជាបាច់ជាក្រុមតែអីដែលយើងហៅវាខុសគ្នាមួយហៅ bin ហ្នឹងដោយសារ bin យើងប្រើបានតែចំនួន continuous ទេមានន័យថាបានជាចំនួនលេខទេបើសិនជាយើងគ្រប់ឧទាហរណ៍ឈ្មោះប្រទេសឈ្មោះក្រុងភេទពណ៌ color អីផ្សេងឧទាហរណ៍ប្រទេសយើងនៅក្នុងSoutheast Asia អញ្ចឹង Southeast Asia ជា region យើងនៅក្នុងផ្នែកអីគេទៀតនៃ Asia Pacific អញ្ចឹងទៅអញ្ចឹងនៅពេលយើងគ្រប់ប្រភេទក្រៅពីលេខគេហៅថាគ្រប់ប៉ុណ្្នឹងឯងហ្នឹងគ្រាន់តែជារបៀបហៅខុសគ្នាប៉ុន្តែ purpose ឬក៏គោលបំណងនៃការធ្វើ bin ឬធ្វើ group ហ្នឹងគឺដើម្បីមើល analyze ជាក្រុមជាបាច់អញ្ចឹងដូចគ្នាហើយបន្ទាប់មកយើងធ្វើ parameter នេះគឺដើម្បីឲ្យភាគច្រើនវាធ្វើឲ្យ visualization យើងហ្នឹងវា dynamic យើងអាច select ទៅលើឧទាហរណ៍យើងធ្វើ parameter ទៅលើ calculation field អញ្ចឹងឧទាហរណ៍យើងមាន measure ច្រើនយើងមានបូកឧទាហរណ៍យើងមាន total sum profit យើងមាន average sum profit យើងមាន minimum ឬក៏ maximum profit អីអញ្ចឹងយើងបាច់បង្កើត visual ម្ដង4 5ដើម្បី display ទាំង4ទាំង5 calculated field ហ្នឹងឯងយើងធ្វើតែ visualization មួយទៅហើយយើងមាន selection នៅពេលដែលគេ select sum visualization របស់យើង display sum នៅពេលដែលគេ select average visualization របស់យើងវាupdate ទៅតាម selection ហ្នឹងអាហ្នឹងគឺយើងប្រើ parameter យើងនឹងរៀនដែរចុងក្រោយគឺយើងធ្វើ forecasting ហ្នឹងគឺយើងប្រើ analytic tab នៅក្នុង Tableau ហើយនៅក្នុង session beginner ហ្នឹងគឺយើងប្រើតែ linear forecasting ទេហើយពេលធ្វើ homework ទី3ហ្នឹងគឺអ្នកនរគ្នាគ្រាន់តែធ្វើតាមlinear forecasting ទៅគឺបានហើយហ្នឹងហើយម្ដងទៀតសម្រាប់ deadline homework ថ្ងៃ21បើសិនជាអ្នកនរគ្នាថាត្រូវការពេលបន្ថែមទៀតចឹងអាចប្រាប់ខ្ញុំបានណាហើយអ្នកដែល submit ហើយមុនថ្ងៃ21ខ្ញុំនឹងឲ្យ feedback វិញថ្ងៃ23ហើយដើម្បីឲ្យខ្ញុំអាច issue certificate ឲ្យអ្នកនរគ្នាបានខ្ញុំស្នើពរអ្នកនរគ្នាធ្វើ homework ទី3ហ្នឹងហើយ submit មកខ្ញុំទាំងអស់គ្នាអញ្ចឹងណាព្រោះហ្នឹងជា condition មួយនៅពេលដែលយើងចេញ certificate វាបញ្ជាក់ថាអ្នកនរគ្នាបានធ្វើកិច្ចការហើយនឹងរៀនចេះពី session ហ្នឹងដែរហ្នឹងហើយខ្ញុំមាន resource ដែលខ្ញុំផ្ញើទៅតាម email ហ្នឹងអានេះជា data set ដែលអ្នកនរគ្នាអាចចូលទៅយកមកប្រើប្រាស់បានហើយយើងអាច explore បានថាយើងអាចយក data ហ្នឹងមកធ្វើ data visualization របៀបម៉េចឬក៏មើលទៅថាគេប្រើ data គេហ្នឹង analyze របៀបម៉េចខ្លះហ្នឹងហើយអញ្ចឹងអាហ្នឹងសម្រាប់ session ទី3ហើយខ្ញុំនឹងខ្ញុំបិទ slide ខ្ញុំចូល Tableau ដើម្បី show អ្នកនរគ្នាហ្មងអូខេអញ្ចឹងអានេះ homework របស់យើងអញ្ចឹង homework របស់យើងអ្នកទាំងអស់គ្នាបើក file ចូលមក connect data set របស់យើងឈ្មោះ video game cell ដែលខ្ញុំ send ក្នុង email ឈ្មោះ session 2 homework ហ្នឹង
អ្នកនរគ្នា download dataset ឈ្មោះ video game cell នឹងមកហើយបើក Tableau ទាញ video game cell ហ្នឹងចូលមកក្នុង Tableau បានហើយពេលចូលមកអ្នកនរគ្នាឃើញវា load មកក្នុង Tableau មាន name platform release អីជា column របស់វាហ្នឹងណាពេលរួចហើយអាចចូលមកក្នុង sheet ទី1បានដើម្បី start working ព្រោះ data set នេះវាត្រូវអស់ហើយមានបញ្ហាអីទេអញ្ចឹង visualization ដែលយើងចង់ achieve គឺអញ្ចេះពោះសំណួររបស់គេនៅក្នុង homework ទី2ហ្នឹងគឺគេចង់ដឹងថាតើsale នៃ publisher ហាក់ Atari movie ដែល Atari លក់បាននៅក្នុងឆ្នាំ2010ហ្នឹងមានចំនួនប៉ុន្មានលានដុល្លារអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយយើងប្រើ dual access អញ្ចឹងខ្ញុំបង្ហាញយើងចូល sheet 1អ្នកនរគ្នាទាញ year ចូលមកក្នុង row sorry update column បន្ទាប់មកទាញglobal sale ចូលយើងប្រើ sum ព្រោះវាជា total sale ឬក៏ការលក់សរុបហើយដើម្បីឲ្យចេញ dual access ទាញ EU sale នេះគឺជាចំនួនលក់សរុបដែរតែនៅក្នុងតែយុរ៉ុបទេអញ្ចឹងណាអញ្ចឹងវាត្រូវតែជាប្រភេទដូចគ្នាបានយើងធ្វើ analysis មកវា make sense យើងទាញមកឲ្យដល់ចុងខាងស្ដាំដូចមិញហើយចេញ dot ពណ៌ខ្មៅតម្លាក់ចុះទៅយើងនឹងចេញពីរ line ហើយមាន axis global cell មួយនិង axis EU cell មួយដូចអ្នកនរគ្នាឃើញអញ្ចឹងណាហើយអីដែលយើងត្រូវធ្វើបន្ទាប់តាមinstruction របស់ homework ហ្នឹងគឺយើងត្រូវ change global cell នេះមកជាbar អាហ្នឹងជាអីដែលខ្ញុំប្រាប់អ្នកនរគ្នានៅក្នុង session 3 នឹងដែរគឺថាធម្មតា line chart គឺយើងមើលផ្ទៀងផ្ទាត់ជាមួយនឹងaxis ខាងស្ដាំ bar chart គឺយើងផ្ទៀងផ្ទាត់ជាមួយ axis ខាងឆ្វេងហ្នឹងហើយអញ្ចឹងយើងគួរតែ follow អា standard ហ្នឹងណាបើសិនជាយើងគិតទៅលើលទ្ធផលឧទាហរណ៍ថាយើងដាក់ cursor ពីលើហើយយើងទាញ publish share យើងចូលមកយើងដាក់ all apply OK យើង show filter របស់យើង right click select លើ show filter វានឹងចេញមកខាងឆ្វេងនេះអញ្ចឹងគឺយើងអាចឲ្យ user យើង select មើលតែ Atari បានហើយយើងមើលចំនួននេះគឺយើងឃើញដូចគ្នាទេបើ global cell បើសិនជា EU cell គឺចំនួនដូចគ្នាប៉ុន្តែសួរថាវាខុសគ្នាអីនៅពេលដែលយើងដូរដាក់អា cursor global cell នេះជា line វិញហើយ EU cell នេះជា bar វិញវាមើល trend ទៅវាខុសគ្នាហ្នឹងហើយនៅពេលដែលយើងអត់ចាំបាច់មើល detail ទេយើងគ្រាន់តែមើល trend គឺយើងឃើញថាអត់ដូចគ្នាគេច្រឡំថាអូខេ EU cell មិនក៏មានអញ្ចឹងណាអញ្ចឹងវាអាចខុស standard របស់គេប៉ុណ្ណឹងឯងអញ្ចឹងយើងមាន global cell bar ហើយជា line ហើយយើងអាចសាក់លបងដូរពណ៌វាបានយើង select មកលើ mark នេះកន្លែង mark នេះចូលមកក្នុង color select លើវា edit color យើងចង់ដូរពណ៌អីគេយើងត្រូវ select លើវាសិនឥឡូវយើងចង់ដូរពណ៌ global cell មកជាពណ៌ opaque ចុះអញ្ចឹងសិនណាហើយឧទាហរណ៍ថាយើងចង់ដូរ line មកជាពណ៌ខៀវពណ៌ទឹកសមុទ្រអញ្ចឹងយើង select លើ EU cell select ពណ៌ទឹកសមុទ្រ apply គឺបានហើយអញ្ចឹងហើយអ្នកនរគ្នាអាចចំណាយពេលធ្វើឲ្យវាស្អាតជាងនឹងទៀតប្រើជាប្រភេទមាន dot មានអីទៀតអញ្ចឹងទៅក៏បាន marker មាន marker អានេះអញ្ចឹងទៅអូខេចឹងហ្នឹងទៅលើការ design ឯងអញ្ចឹងអានេះជា cell យើងចេញមកឲ្យសម្រាប់ Atari យើង add filter មកឲ្យយើងឃើញ global cell នៅនឹង EU cell នៅនឹងហើយយើងឃើញថា global cell របស់គាត់សឹងនឹងអត់សោះពីបើយើងមើលកន្លែងនេះEU cell ជា line ហើយហើយនិយាយទៅគាត់ bankrupt ម្ដងឯងពីឆ្នាំ1984មកដល់96នេះ
ហើយគាត់ឡើង sale វិញម្ដងទៀតប៉ុន្តែ bankrupt again តាំងពី2010លែងមាន sale ទៀតហើយអញ្ចឹងអាហ្នឹងនៅពេលដែលយើង answer homework របស់យើងអ្នកនរគ្នាធ្វើអញ្ចឹងហើយចម្លើយគឺ global sale ឆ្នាំ2010ហ្នឹងធ្លាក់ចុះចុងក្រោយបំផុត 1.44 លានហើយ sale នៅក្នុងទ្វីបអឺរ៉ុបតែឯងហ្នឹងគឺតែ2លានទេហ្នឹងហើយអូខេអាហ្នឹងចប់មួយយើងចូលមក session ទី3របស់យើងនឹងម្ដងអូខេអញ្ចឹងនៅក្នុង session ទី3នេះរបស់យើងខ្ញុំធ្វើអញ្ចេះអូខេអញ្ចឹងខ្ញុំមាន data set អ្នកនរគ្នាអាចចូលយក data set នឹងបាននៅក្នុង email ដែលខ្ញុំ send ទៅអ្នកនរគ្នា connect data set ព្រោះនេះដូចជាមាន connect ហើយខ្ញុំបើក already អញ្ចឹងខ្ញុំ connect data set ចូល data set របស់យើងហ្នឹងឈ្មោះ DV byte មាន2 seed អញ្ចឹងអ្នកនរគ្នា connect ទាំង2 seed ចូលចាំបន្តិចខ្ញុំទុក DV byte នៅក្នុង session 3 data set select ទាំងពីរ file ហ្នឹង upload ចូលម្ដងមួយបានហ្នឹងហើយហើយនេះ data set ទាំងពីរហ្នឹងមានstation មួយហើយនិង trip មួយអញ្ចឹងណាបើធម្មតាយើងត្រូវមើលពីអត្ថន័យនៃ column នឹងនីមួយៗសិន data set នេះគឺសម្រាប់ trip មាន blank មួយចំនួនដែលយើងយកមកកណនាបានប៉ុន្តែនៅក្នុង session នេះខ្ញុំគ្រាន់តែ demo សិនទេអូខេអញ្ចឹងដើម្បីទាញ sheet 2ហ្នឹងសំដៅទៅលើ table មាន2អញ្ចឹងពេលយើងទាញចូលអ្នកនរគ្នាឃើញមិនដូចខ្ញុំទាញមកវាមានអូខេចាំបន្តិច processing request អូខេ loading data source ដោយសារតែ trip ហ្នឹងវាធំអញ្ចឹងខ្ញុំ load ឲ្យអ្នកនរគ្នាមើលអូខេដោយសារយូរពេកខ្ញុំបង្ហាញឲ្យខ្ញុំ load ហើយនឹងឲ្យមើលហ្មងអញ្ចឹងយើងចូលមក data source នេះអឺអូខេ different file បិទកុំឲ្យវាយូរពេកអូខេដោយសារ file នេះខ្ញុំ save អញ្ចឹងវាអត់ស្គាល់ data set ដដែលអញ្ចឹង load data set មកម្ដងទៀតចាំមើលវាស្គាល់អត់អូខេអញ្ចឹងយើងទាញ data set ហ្នឹងមកតែហោពេលយើង load ចូលមកយើងទាញចូលមកអញ្ចឹងយើងឃើញឡាញពណ៌ទឹកសមុទ្រហ្នឹងអាហ្នឹងគឺវាសំដៅទៅលើ relationship មានន័យថា table ដូចយើងប្រើ Excel អញ្ចឹងមាន sheet ច្រើនបើយើងចង់ទាញព័ត៌មានពី sheet មួយទៅប្រើក្នុង sheet មួយទៀតតើយើងប្រើ VLOOKUP ហ្នឹងហើយអញ្ចឹងនៅក្នុងអឺ visualization tool ក៏យើងត្រូវធ្វើអញ្ចឹងដូចគ្នាដែរអញ្ចឹងយើង look up ទៅលើអីយើងត្រូវដឹងតើ table មួយទៀតមួយ table មួយទៀតហ្នឹងយើងអាច look up ដោយប្រើ column អីបានដើម្បីយើងអាចទាញព័ត៌មានពី table ទាំងពីរហ្នឹងមកប្រើអញ្ចឹងសម្រាប់ករណីយើងនេះគឺយើងអាចប្រើ column station ID ចងជាមួយនឹងcolumn ID to station ID របស់ trip នឹងបានខ្ញុំបង្ហាញនេះអញ្ចឹង right click លើនេះអ្នកនរគ្នាឃើញ relationship ហើយអញ្ចឹងចុចលើ relationship គឺនៅក្នុង
table DV trip គឺយើងយក field to station ID យើងដាក់ឲ្យវាស្គាល់ជាមួយនឹងនៅក្នុង table station គឺ ID ចឹងមានថា ID របស់ station ចងជាមួយ ID របស់ station ចឹងវាស្គាល់គ្នាតាមរយៈហ្នឹងពេលយើងចងរួចហើយវាលែងមាន error message ហើយបើនៅមាន error message មានន័យថាយើងចងខុសចឹងណាទៅហើយយើងចងលេខជាមួយអក្សរឬលេខជាមួយនឹង date អីចឹងទៅវាអត់ស្គាល់គ្នាទេចឹងអស់ error យើងអាច back មក sheet របស់យើងបានអូខេ processing data again អ្នកនរគ្នាអាចខាកន្លែងនឹងបានខ្ញុំចូល process ហើយហ្មងអូខេអញ្ចឹងពេល load data ហើយយើងចូលមក sheet របស់យើងអញ្ចឹងនៅក្នុង visualization នេះយើងចង់ធ្វើអីគេយើងចង់មើល trend by weekday តាម user type អញ្ចឹងណាអញ្ចឹងខ្ញុំធ្វើ sheet នឹងមកហើយអីដែលយើងត្រូវមានហ្នឹងគឺទី1យើងត្រូវទាញstart time របស់យើងចូលមកក្នុង column ហើយយើងមើល weekday អញ្ចឹងដើម្បីបាន weekday យើងត្រូវ select លើ drop down ចុះមកយើងមក continuous section កុំចូល sorry ចូល discrete ចុច more ហើយយើងចុច weekday ព្រោះយើងអត់ខ្វល់ថា Monday នៃខែណាឆ្នាំណាយើងចង់មើល Monday សរុបអញ្ចឹងវាជាប្រភេទ discrete តែពេលយើងមើលអញ្ចឹងណាហើយបន្ទាប់មកគឺយើងមើល user type អញ្ចឹងយើងទាញ user type ចូលមកក្នុងrow ហ្នឹងហើយអញ្ចឹងយើងបាន user type យើងបានweekday តែអីដែលយើងអត់តមានហ្នឹងគឺ trend ណា trend នៃគេ trend នៃអ្នកជួលកង់អាហ្នឹងគឺយើងយក number of trip មកប្រើអញ្ចឹងយើងបង្កើត number of trip ហ្នឹងគឺយើងដូចខ្ញុំធ្វើនេះអញ្ចឹងអ្នកនរគ្នាចូលមក trip ID ហើយអ្នកទាំងអស់គ្នា create calculated field ហើយ sum no count distinct trip ID ហ្នឹងមកអ្នកនរគ្នានឹងទទួលបាន number of trip នេះហើយហ្នឹងហើយអញ្ចឹងខ្ញុំបង្ហាញកន្លែងនេះអញ្ចឹង count distinct ហេតុអីបាន distinct ដោយសារតែយើងចង់បានចំនួនត្រូវមួយបើសិនជាយើងជន់បើយើង count លេខជន់គ្នាវាខុសការកម្មង់ឬក៏ការជួកង់ម្ដងវាបង្កើតបាន ID តែមួយទេបើយើង count ឡើង2វាហៅ ID 2ជាការជួកង់2ដងបាត់ហើយអញ្ចឹងវាខុសហើយហ្នឹងហើយអញ្ចឹងយើងបង្កើត count distinct វិញ trip ID
ហើយ OK មកយើងបាន number of trip ខ្ញុំទាញវាចូលមកក្នុង text mark ហ្នឹងចូលមកក្នុង text ហ្នឹងហើយអញ្ចឹងយើងឃើញហើយ number of customer ជួលថ្ងៃណាមានប៉ុន្មានជួលហ្នឹងមានប៉ុន្មានជួលថ្ងៃណាតិចជាងគេជួលថ្ងៃណាច្រើនជាងគេហើយអីដែលយើងចង់មើលបន្ថែមទៀតហ្នឹងយើងចង់មើលជាភាគរយយើងធ្វើមិនបើសិនជាយើងអត់ចង់មើលវាជាចំនួនគត់អញ្ចឹងចុចមកលើ triangle ទូចនេះតម្លាក់ចុះមកហើយចុចលើ quick table calculation រកពាក្យ percentage of total ចឹងអាហ្នឹងវា quick calculation ណាមានន័យថាតាប្លូធ្វើ calculation ឲ្យហើយឯប៉ុន្តែសួរថាបើយើងចង់ calculate ខ្លួនឯងរក percentage បានអត់យើងធ្វើ calculated field ទៅសេរូបមន្តបានដូចគ្នាទេចែកនឹង100ចឹងទៅអូខេចឹងវាចេញជាភាគរយមកឲ្យយើងហើយយើងអាចដាក់វាឲ្យពេញscreen បានខ្ញុំ rename វាមកជា trend by weekday and user type អូខេហើយអញ្ចឹងដើម្បីឲ្យបានដូចគ្នានេះគឺគេថែម color ទៀតដោយសារតែយើងមើលលេខក៏យើងពិបាកមើលដែរអញ្ចឹងយើងធ្វើមិនដើម្បី add color ហើយ color ហ្នឹង base ទៅលើចំនួននៃការជួលនឹងដដែលហ្នឹងអញ្ចឹងយើងទាញ measurement ទាញយកមកដាក់ពណ៌ឃើញពណ៌លោកចេញមកហើយប៉ុន្តែឥឡូវពណ៌ហ្នឹងគឺ highlight ជា font យើងចង់ឲ្យវា highlight background យើងដូរកន្លែង automatic នេះមក shape square ហ្នឹងហើយអញ្ចឹងវានឹងទៅ highlight background មកវិញហើយអូខេអាហ្នឹងគឺប៉ុណ្្នឹងហើយបើអ្នកនរគ្នាចង់បន្ថែមអូខេចង់ដាក់ភាគរយផងចង់ដាក់ចំនួនផងអញ្ចឹងអ្នកនរគ្នាទាញមកម្ដងទៀតដាក់ចូលក្នុង label មកយើងឃើញចំនួនផងយើងឃើញភាគរយផងហើយចង់ឲ្យភាគរយនៅក្រោមចង់ឲ្យចំនួននៅលើអញ្ចឹងអ្នកនរគ្នាគ្រាន់តែទាញវាចុះក្រោមចេះមកវានឹងដូរទៅតាមហ្នឹងហើយអញ្ចឹងយើងហើយ visual ទី1របស់យើងខ្ញុំដាក់កន្លែងនេះ V1 ចុះដើម្បីយើងចំណាំពេលយើងធ្វើ dashboard ឥឡូវយើងចូល visual ទី2របស់យើងគឺយើងធ្វើ bin យើង create group ពេលវេលា morning ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន evening ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានណាអញ្ចឹងយើងបង្កើត sheet មួយទៀតខ្ញុំ rename វាជា vis2 ហើយអានេះខ្ញុំដាក់ថា trend by weekday user type gender and time block ហ្នឹងហើយដាក់ឈ្មោះចឹងកុំឲ្យពិបាកចំណាំអូខេអញ្ចឹងអីដែលយើងត្រូវធ្វើនៅក្នុងហ្នឹងគឺយើងមាន weekday ជាថ្ងៃ discrete មកយើងអត់ខ្វល់ថាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងយើងអត់ខ្វល់ថា Sunday ឬ Monday នៃថ្ងៃណាខែណាយើងគ្រាន់ចង់ដឹងថាតើ Sunday សរុបជាទូទៅគ្រប់ across ខែថ្ងៃហ្នឹងគឺច្រើនឬតិចអញ្ចឹងណាហើយយើងមាន color នេះគឺជា time segment ហើយយើងត្រូវធ្វើ time segment ហ្នឹងបន្ទាប់មក percentage នេះគឺជា percentage នៃការជួលកង់នឹងឯងអូខេអញ្ចឹងយើងចូលមកធ្វើវាដើម្បីបង្កើត time segment ដំបូងអ្នកនរគ្នាត្រូវរកមក start time វាមាន start time វាមាន end time ប៉ុន្តែនៅក្នុង analysis នេះគឺយើងប្រើតែ start time ទេអញ្ចឹងអ្នកនរគ្នាចូលមក start time right click មកហើយយើង create calculated field អញ្ចឹងម៉ោងដែលយើងចង់បង្កើតហ្នឹងគឺយើងចង់បង្កើតពីម៉ោង9យប់ដល់ម៉ោង6ភ្លឺគឺយើងហៅថាយប់ហ្នឹងហើយពីម៉ោង6ភ្លឺដល់ម៉ោង12ថ្ងៃត្រង់គឺយើងហៅថាព្រឹកពីម៉ោង12ថ្ងៃត្រង់ដល់ម៉ោងអឺ6វិញដល់ម៉ោង5ចុះ afternoon ពីម៉ោង5ដល់ម៉ោង9យប់យើងហៅថា evening
ចឹងវាមកជុំពេញអញ្ចឹងណាហើយអានេះជាឧទាហរណ៍បើសិនអ្នកនរគ្នាថ្ងៃក្រោយទៅយើងគ្រប់អីផ្សេងទៀតមិនមែនម៉ោងទេតែគ្រប់ជាប្រភេទ category ឲ្យវា display ហៅថាម៉េចគឺយើងធ្វើ formula នឹងដូចគ្នាអញ្ចឹងយើងចាប់ផ្ដើមទី1គឺ if យើងប្រើ if ហើយរូបមន្តហ្នឹងគឺឈ្មោះ date path ហើយយើងប្រើនៅក្នុង date path ហ្នឹងមានន័យថានៅក្នុង column date វាមានម៉ោងថ្ងៃខែឆ្នាំអញ្ចឹងយើងយក path មួយណាមកប្រើយើងយក path ម៉ោងអញ្ចឹងយើងត្រូវទៅសេ path ម៉ោងឲ្យវាដឹង hour អញ្ចឹងហើយ column ហ្នឹងឈ្មោះ start time ហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមពីម៉ោង9ទៅ start path របស់យើងប្រើ start path ហ្នឹងរហូតអញ្ចឹង structure គឺដូចគ្នាយើង specify ម៉ោងឲ្យវាស្គាល់ហើយយើងធ្វើ column ប្រើ column start time ដើម្បីយកមកបែងចែកម៉ោងហ្នឹងដល់ម៉ោង6ព្រឹកហើយយើងឲ្យវាហៅថាយប់ night អញ្ចឹងអូខេអញ្ចឹង structure ហ្នឹងដូចគ្នាទេក្រោយមកយើងមាន if អញ្ចឹងករណី if if ហ្នឹងទៅពេលយើងមាន option ច្រើនណាបើ condition មួយអត់ត្រូវប្រើ condition មួយទៀតប្រើ condition មួយទៀតអញ្ចឹង ifចូលមកដល់ if នេះចឹងខ្ញុំ copy format ហ្នឹងហ្មងហើយអញ្ចឹងយើងមានពីម៉ោង6ដល់ម៉ោង12ពីម៉ោង12ដល់ម៉ោង18ម៉ោង6ល្ងាចហើយយើងដាក់ចេញជា segment នេះអញ្ចឹង night morning evening នេះឯងដែលជា result របស់formula យើងអញ្ចឹងខ្ញុំដាក់ថា time segment អញ្ចឹងណាអូខេមកគឺនេះវានឹងបង្កើតចេញមកឲ្យ time segment អញ្ចឹងយើងត្រូវធ្វើឲ្យគេបន្តមកអញ្ចឹងយើងធ្វើ time segment ជា color យើងមាន partition អូខេ weekday អូខេអញ្ចឹងយើងធ្វើដូចគ្នា weekday ហើយយើងប្រើវាជា discrete select weekday អ្នកនរគ្នាបាន weekday ហើយយើងបានចំនួនហើយយើងប្រើជា sum text អូខេចេញជាចំនួនហើយយើងទាញ user type យើងចូល user type របស់យើងនៅនេះអញ្ចឹងយើងទាញវាជា user type មាន customer and subscription អញ្ចឹងមកហើយឥឡូវនេះគឺយើងអាចក្លេកមើលថាយើងអាច change visual ហ្នឹងបាននៅvisual ដែលយើងប្រើនេះគឺប្រភេទ tree ត្រូវហើយអញ្ចឹងយើងទាញ user type ជា weekday ជា row user type ជា column អូខេ user type អាចជា detail សិនអញ្ចឹងក៏បានដែរដែលយើង change ដាក់ standard ឲ្យ fit width មកមានន័យថាវា full screen មកហើយ color វាចេញ by number of trip យើងចង់ឲ្យ color ហ្នឹង base ទៅលើ time segment ដែលយើងបង្កើតមិញអញ្ចឹងយើងទាញ time segment ហ្នឹងចូលក្នុង mark color អូខេអញ្ចឹងយើងបាននៅក្នុងនេះវាមាន subscriber customer subscriber យើង remove នេះចេញសិនអូខេអញ្ចឹងវាមាន Sunday afternoon morning evening night អញ្ចឹងយើងចង់មើល morning មុនបន្ទាប់មកមើល afternoon មុនអញ្ចឹងយើងទាញ morning មកលើមកនៅក្នុង legend នេះហើយយើងអាចទាញវាបានហ្នឹងហើយយើងអាច
ទាញវាមកលើមកវានឹង display ទៅតាមហ្នឹងឯងអូខេចឹង title នេះយើង hide title ហ្នឹងទៅអឺអូខេ afternoon ប៉ុន្តែអានេះគឺអត់ដូរមកមុខទេដោយសារវា order by descending ដោយសារវា order ពីធំមកទូចពីធំមកទូចពីធំមកទូចអញ្ចឹងបានវាអត់ចេញមកអូខេអញ្ចឹងយើងឥឡូវហ្នឹងយើងចង់ add label អញ្ចឹង label របស់យើងគឺយើង add number of trip ហើយយើងចង់មើលជា percentage ដើម្បីងាយស្រួលអញ្ចឹងធ្វើដូចមិញ quick table calculation ចូលមក percentage យើងឃើញហើយយើងចង់មើល by gender user type នេះ detail អញ្ចឹងវា split មក user type ចង់ឲ្យវាមាន label ហើយយើងចង់មានជា gender ទៀត gender របស់យើងគឺ column search gender យើងទាញវាចូលក្នុងនេះបានអូចឹង full screen មកអូខេចឹង female subscriber ហ្នឹងហើយយើងមើលអញ្ចឹងបានតែដោយសារតែscreen វាទូចអញ្ចឹងវាអាច display មកទាំងអស់ទេយើងអាច add filter user type filter gender filter time segment យើងអាច add វាចូលយើង show filter ដើម្បីវាload មកខាងស្ដាំនេះយើងអាច select បានហើយ user type slide select មក user type show filter ហ្នឹងហើយអញ្ចឹងយើងមាន time block user type gender យើង show gender មកអូខេ gender នេះយើង edit បន្តិចយើងអត់ប្រើ exclude ទេគឺយើងប្រើ selection ធម្មតាអញ្ចឹងវាអញ្ចឹងអូខេហើយអញ្ចឹងយើងដល់ថាយើងចង់មើល female and ជាប្រភេទ subscriber អញ្ចឹងវា load មក female subscriber មកអូខេអញ្ចឹងយើងចាប់សម្រាប់feature មួយហ្នឹងហើយអីដែលអ្នកនរគ្នារៀនថ្មីនៅថ្ងៃហ្នឹងគឺយើងធ្វើ segmentation ប្រើ elif time segment នេះនេះ elif ហើយកំណត់ហើយយើងចង់ឲ្យវា display ជាអីគេគឺវាត្រូវដាក់ឈ្មោះហ្នឹងបន្ទាប់ពី then អញ្ចឹងពេលដែលយើងបង្កើតចប់ time segment ហ្នឹងវានឹង display អីដែលយើងសរសេរនឹងចេញមកជា outcome នឹងចេញមកហើយអូខេអញ្ចឹងបន្ទាប់មកទៀតយើងចូលមកដល់ visual ទី3 bubble chart ម្ដងអញ្ចឹង bubble chart ធ្វើមិនបានចេញមកអញ្ចឹងណាអញ្ចឹងនៅក្នុងនេះគឺយើងមើល size of trip bubble chart មើល pattern ហើយគឺយើងប្រើ weekday យើងប្រើ weekday យើងប្រើ hour យើងប្រើ gender ហើយ size របស់ bubble គឺវាជា number of trip ហ្នឹងហើយអញ្ចឹងយើងអាចចូលមកខ្ញុំហៅវាថាជា wish 3អញ្ចឹងគឺខ្ញុំ size of trip អញ្ចឹងវាជា number of trip មិញខ្ញុំយកវាមកដាក់ក្នុង size show me មើលថាវាអាចឲ្យយើង select នៅឯដោយសារខ្វះdimension អញ្ចឹងយើងអាចទាញ dimension ខ្ញុំ clear filter សិន dimension របស់យើងយក gender
OK ណាយើងអាច exclude យើងគ្រាន់តែ select លើ column ហ្នឹងមកយើងចុច exclude គឺវា filter ចេញមកហើយណាហ្នឹងហើយយើងអាច select លើបើសិនជា bubble នេះយើងចង់ប្រើ bubble នេះនេះក៏ជា bubble ដែរប៉ុន្តែវាអត់មាន axis ទេ bubble ហ្នឹងអញ្ចឹងយើងអត់ប្រើ bubble ប្រភេទ pack bubble ហ្នឹងឯងយើងប្រើ bubble ដែលមាន axis យើងដូរមក column នេះ axis មានន័យថា x y ហ្នឹងណាអញ្ចឹងយើងដូរមកជា circle អញ្ចេះវិញហើយបន្ទាប់មកយើងមានអីគេទៀតយើងមាន time យើងយក time ហ្នឹងមកដាក់ដូចគ្នាយើងមើលវាជា weekday ទាំងអស់អូខេអញ្ចឹងបបរបស់យើងហើយយើងចាប់ផ្ដើម weekday ជា color weekday របស់យើងអញ្ចឹងយើង select weekday ជា color ទាញមកកន្លែងនេះgender action time ហើយនឹង size of trip អូខេឈប់សិនធ្វើម្ដងទៀតយើងមានnumber of trip ចូលយើងមាន time start time របស់យើងយកជា day weekday ហើយយើងប្រើវាជា circle បន្ទាប់មកយើងទាញ gender ដើម្បីវា split woman and men ហើយអានេះគឺវា big bubble ហ្នឹងវាអាស្រ័យទៅលើយើងចង់ split bubble ហ្នឹងទៅដល់ level ណា detail ណាណាល់នេះយើងអាចដកវាចេញបានហើយឥឡូវហ្នឹងយើងចង់ split វាដល់ម៉ោងអញ្ចឹងយើងអាចចូលមក column start time ហើយយើងចូលមក detail យើងចូលមកប្រើ weekday ក្នុង discrete អូខេហើយsorry កន្លែងនេះ not weekday hours ណែអញ្ចឹងវានឹង split ទូចទៅដល់ម៉ោងទៀតយើងចង់ឲ្យវាមានពណ៌ទៅ base ទៅលើអីគេអញ្ចេះ base ទៅលើ start time weekday អញ្ចឹងយើងមើល weekday មានមួយយើងទាញ weekday មកម្ដងទៀតវាបញ្ហាយើងទាញមកលើសពីមួយព្រោះពេលខ្លះយើងចង់ប្រើវាជា size ពេលខ្លះយើងចង់ប្រើវាជា color អញ្ចឹងណាអញ្ចឹងយើងមានអូខេ start time and then យើងប្រើវាជា color របស់យើងហ្នឹងគឺដល់ weekday level ហ្នឹងហើយអញ្ចឹងវាដល់ detail អញ្ចឹងនេះយើងអាច split វាប៉ុន្តែ hour នេះវាជា discrete អញ្ចឹងយើងត្រូវចង់ប្រើវាជា continuous អ្នកនរគ្នានឹងឃើញវាខុសគ្នាឯងចា៎ហេតុអីដោយសារតែ discrete វាសរុប24ម៉ោងអញ្ចឹងម៉ោង1ម៉ោង2ម៉ោង3ម៉ោង4គ្រប់ឆ្នាំមកអញ្ចឹងវាអត់ split ដល់ឆ្នាំឲ្យយើងទេអញ្ចឹងបានឃើញ bubble ហ្នឹងវារៀងធំហ្នឹងហើយអញ្ចឹងយើងចង់ដូរវាមកមើលជា pattern continuous យើងចុចមក section continuous ទី2ខាងក្រោមនេះចុចមក hour អ្នកនរគ្នានឹងឃើញហើយអញ្ចឹងអានេះខ្ញុំដាក់ថាdistribution by hour and gender អូខេហ្នឹងហើយចឹងឯងចឹងទៅហោខ្ញុំចង់ទាញ Sunday មកក្រោម Saturday ចឹងវានឹង change order ហ្នឹងទៅតាម ordering របស់យើងបានអញ្ចឹងយើងមើលភាគច្រើន Sunday Monday វាមានម៉ោងហ្នឹងរបៀបម៉េចអូខេអញ្ចឹងអានឹង pattern របស់បើគិតទៅយើងមើលវាអញ្ចឹងអត់សូវបានប្រយោជន៍ទេដោយសារតែវា cluttering ពេក
វាប្រញុកគ្នាពេកតែគេធ្វើ size ហ្នឹងនៅពេលដែលគេប្រើ dynamic គេចង់ឲ្យ cursor ដាក់ពីលើទៅបបរហ្នឹង pop up ចេញមកអីចឹងណាអាហ្នឹងធ្វើឲ្យវា animate ធ្វើអីបានគេប្រើ style ហ្នឹងតែបើធ្វើ report ធម្មតាទេstyle នេះវាអត់សូវ helpful ទេអូខេចឹងយើងចប់ត្រឹមvisual របស់យើងនេះខ្ញុំមកត្រូវការទេ delete ចោលវិញអញ្ចឹង3នេះយើងបង្កើត dashboard បានអ្នកនរគ្នា select លើicon ទី2បូកនឹងមកយើងមាន dashboard ហើយអញ្ចឹងយើងអាច resize វាអានោះទៅតាមចំណង់ចំណូលចិត្តទៅតែភាគច្រើនខ្ញុំដាក់ពេញមួយ screen ហ្មងខ្ញុំដាក់1000 pixel និង800 pixel ហើយខ្ញុំអត់មាន maximum ទេចង់ឲ្យវាពេញ edit photo auto ហើយខ្ញុំចង់ add image logo អញ្ចឹងខ្ញុំចូលមក download image សិនអញ្ចឹងអ្នកនរគ្នាអាចរក image ពី Google មកក៏បានដែរ image DV byte ហ្នឹងហើយអាចយកមក upload ចូលបានអញ្ចឹងខ្ញុំទៅរកមើលសិនអូខេអញ្ចឹងរួចហើយខ្ញុំ download រួចហើយខ្ញុំចូលមក image នេះខ្ញុំទាញវាមកដាក់ហើយវានឹង load window មួយឲ្យយើង choose យើង select មក logo open អូខេប៉ុណ្្នឹងឯងហើយយើងចង់ resize វាយើង select drop down select លើ floating ឃើញមាន logo ហ្នឹងចេញមកអូខេបន្ទាប់មកយើងអាច add sheet របស់យើងចូលពេលយើង add យើងចង់កែវាបានអញ្ចឹងអ្នកនរគ្នាចាប់អារម្មណ៍មើលពេលយើង add ចូលវាមានទាំង filter មកទៀតណាអញ្ចឹង sheet ខ្លះពេលខ្លះវាមាន filter ដូចគ្នាអញ្ចឹងវាមកទាំងអស់វាជាន់គ្នាអញ្ចឹងយើងត្រូវសេរីវាឲ្យស្អាតតាមហ្នឹងអញ្ចឹងខ្ញុំធ្វើ floating យើង select លើtriangle ចុះក្រោមហ្នឹង select លើ floating ហើយយើងអាច resize វាបានយើងដាក់វាមកលើទៅហោថាកន្លែងនេះខ្ញុំមកត្រូវការ title ទេខ្ញុំ hide title ចោលខ្ញុំសេរីនេះទូចល្មមអញ្ចឹងទៅតមកខ្ញុំ add មួយទៀតចូលខ្ញុំធ្វើ floating ដូចគ្នាហើយយើងសេរីវាឲ្យស្អាតចូលឲ្យត្រូវ layout អញ្ចឹងនៅក្នុង homework ខ្ញុំ expect ឲ្យអ្នកទាំងអស់គ្នាបង្កើត dashboard មកឲ្យស្អាតចឹងដែរណាហើយធ្វើ layout ធ្វើអីឲ្យស្អាតដាក់ពណ៌ដាក់អីយើងអាច explore បន្ថែមដើម្បីទៅតាមការច្នៃប្រឌិតរបស់អ្នកនរគ្នាចឹងហើយយើង add bubble chat ចូលមួយទៀតធ្វើ floating ដូចគ្នាខ្ញុំទាញវាចុះមកខាងក្រោមណានេះខ្ញុំមកត្រូវប្រើទេហើយខ្ញុំ hide title អញ្ចឹងហេតែហោអញ្ចឹងហើយអានេះជាគេហៅថា legend អញ្ចឹងខ្ញុំយក legend ហ្នឹងមកដាក់នៅចិត្ត visual ចោះដើម្បីកុំឲ្យពិបាកត្រូវដាក់វា floating ដែរកុំឲ្យយើងទាញវាចូលទៅវាទៅ stick នៅកន្លែងណាមួយយើង move វាបានទេអញ្ចឹងយើងដាក់ floating ទៅយើងស្រួល select វាហ្នឹងហើយអញ្ចឹងខ្ញុំដាក់ floating វាមកអញ្ចឹងអូខេអញ្ចឹងយើងបានអានេះជា dashboard របស់យើងឥឡូវយើងចង់មើលថាវា filter ដល់យើងចង់មើលតែ female វា filter បានតែ visual មួយយើងឯងអញ្ចឹងវាអត់ស្គាល់ទាំងអស់ទេអញ្ចឹងដើម្បីឲ្យវាស្គាល់ទាំងអស់យើងត្រូវចុចកន្លែង triangle more option នេះ apply to worksheet យើង select all using this data source ហ្នឹងហើយអញ្ចឹង every visual ដែលប្រើ gender ហ្នឹងគឺវា filter ទាំងអស់ហ្នឹងហើយអូខេអញ្ចឹងមួយទៀតយើងចង់ filter ពី visual វិញយើង select Monday យើងចង់ឲ្យវា filter អានេះចេញតែ Monday អានេះមើលតែ Monday អញ្ចឹងយើងត្រូវ select icon ទូចនេះមួយប្រើថា use as filter អញ្ចឹងយើងប្រើ visual មក filter បានយើង select លើ Monday
night evening អីចឹងមកវានឹង filter ទូចធំទៅតាមហ្នឹងមកឲ្យយើងហ្នឹងហើយបើយើងមើលអានេះវិញយើង select ចឹងវាអត់មាន load អីទាំងអស់ដោយសារយើងអត់បានយកអាហ្នឹងមកធ្វើជា filter យើងអាចប្រើ as a filter use as filter ចឹងទៅយើង filter វាបានអញ្ចឹងវា update ទៅតាមហ្នឹងអូខេអញ្ចឹងអាហ្នឹងជា dashboard យើងអាច rename វាទៅថាអានេះជា DV cell analysis អូខេហើយពេលរួចអ្នកនរគ្នាអាច publish វាបានចូល file ហើយអាចsave to Tableau public ប៉ុន្តែត្រូវ sign in បើសិនជាអត់ទាន់មាន account នៅ Tableau public ទេត្រូវបង្កើត account នឹងសិនអញ្ចឹងណាអញ្ចឹងខ្ញុំ sign in ចូល account ខ្ញុំចឹងអ្នកនរគ្នាអាច sign in ចូល account រៀងៗខ្លួនបាយ password បាយអីឲ្យហើយបន្ទាប់មក click publish ទៅពេលចូលទៅ Tableau public website ចូលមកក្នុង account អ្នកនរគ្នានឹងឃើញ Tableau ហ្នឹង online ហើយអូខេចឹងខ្ញុំ log in បន្តិចអូខេយើងអាច save វាដាក់ឈ្មោះបាន DV ព្រោះហ្នឹងវានឹង update ចូលទៅក្នុង website Tableau Public តែតើ account យើងដែរបានឃើញណាហើយបើយើងចង់ឲ្យអ្នកដទៃឃើញ dashboard របស់យើងគ្រាន់តែ make it public dashboard ទៅអ្នកផ្សេងគេ search ឃើញតែបើយើងដាក់វាជា private អ្នកផ្សេងមើលអត់ឃើញទេហើយចឹងវានឹង publish ទៅ website Tableau ហើយអូខេចឹងវីដេអូនេះpart 1ចប់មាន part 2ទៀតគឺខ្ញុំបង្ហាញធ្វើ bin ធ្វើ group ធ្វើ parameter ហើយ forecasting